sự phao ri ya prateទាំងអស់វាមាន3ជំហានហើយនេះគឺជាជំហានទី1អញ្ចឹងខ្ញុំត្រូវការនិពន្ធ2ជំហានទៀតតកតងជាមួយនឹង2ជំហានទៀតគឺខ្ញុំមានឯកសារគ្រប់គ្រាន់អស់ហើយយើងគេហៅថាយើងសិក្សាស្រាវជ្រាវដើម្បីនិពន្ធចងក្រងហ្នឹងគឺមានរួចហើយគ្រាន់ថាអត្តនន័យទាំងអស់ហ្នឹងវាមិនទាន់คล้ายទៅជាសិភៅទេវានៅបច្ច្រាស់ចកៃគ្នាចំណុចមុនចំណុចក្រោយគេហៅថាគ្មានរបៀបរបបគ្មានសន្តាប់ធ្នាប់គ្មានរបៀបរៀបរយអញ្ចឹងគឺយើងត្រូវការចងក្រងឲ្យคล้ายទៅជាសិភៅព្រោះសិភៅវាមានលំដាប់លំដោយរបៀបរៀបរយរបស់វាជំហានទី1ជំហានទី2ជំហានទី3ណាវាមានជំពូកទី1ជំពូកទី2ជំពូកទី3ជំពូកទី4ជំពូកទី5ជំពូកទី6អីចឹងទៅហើយសិភៅអរិយប្រទេសទាំងអស់គឺវាមាន18ជំពូកហើយនៅក្នុងជំហានទី1នេះគឺវាមានតែ5ជំពូកទីដែល5ជំពូកហ្នឹងគឺយើងនិយាយអំពីធាតុសំខាន់នៃអរិយប្រទេសអញ្ចឹងអានេះគឺយើងនិយាយតែធាតុទេហើយជំហានទី2បានយើងនិយាយអំពីចំណុចផ្សេងទៀតតែខ្ញុំមិនទាន់បកស្រាយទេសូមលាក់ទុកសិននៅក្នុងជំហានទី2គឺយើងមាន7ជំពូកហើយជំហានទី3គឺយើងមាន6ជំពូកអញ្ចឹងសរុបទាំងអស់ទៅគឺវាមាន18ជំពូកតែនេះគឺជាជំហានទី1ពេលនេះគឺខ្ញុំអាចមានសិទ្ធិយកប្រព័ន្ធបានហើយព្រោះកំណត់ថាជោគជ័យហើយកំណត់ថាជោគជ័យហើយអញ្ចឹងគឺខ្ញុំបានបំពេញនៅវិន័យជីវិតរបស់ខ្ញុំរួចរាល់ហើយហេតុអីបានត្រូវមានវិន័យជីវិតជាធម្មតាមនុស្សយើងវិន័យគឺសំខាន់ណាស់សម្រាប់ឈ្មោះទៅរកភាពជោគជ័យនៅក្នុងជំហានទាំង5ឈ្មោះទៅរកភាពជោគជ័យក៏មានចំណុចមួយហៅថាវិន័យណាគឺមានចំណុចមួយហៅថាវិន័យវិន័យគឺជាចំណុចសំខាន់មួយសម្រាប់ធ្វើឲ្យយើងជោគជ័យបើយើងអត់មានវិន័យទេគឺយើងមិនអាចជោគជ័យបានទេសំបីតែនៅក្នុងគម្ពីររបស់ព្រះពុទ្ធគម្ពីររបស់ព្រះពុទ្ធយើងហៅថាព្រះត្រៃបិដកក្នុងព្រះត្រៃបិដកមាន84000ព្រះធម្មខណ្ឌក្នុង84000ព្រះធម្មខណ្ឌហ្នឹងចែកទៅជាគម្ពីរព្រះវិន័យគម្ពីរព្រះសូត្រនិងគម្ពីរព្រះអភិធម្មឃើញទេផ្ដើមដំបូងបំផុតគឺវិន័យណាគឺវិន័យនៅក្នុងវិន័យទាំង21000ព្រះធម្មខណ្ឌនៅក្នុងព្រះសូត្រ21000ព្រះធម្មខណ្ឌនៅក្នុងព្រះអភិធម្មមាន42000ព្រះធម្មខណ្ឌសរុបទាំងអស់ទៅវា84000ព្រះធម្មខណ្ឌឃើញណាប៉ុន្តែគម្ពីរទាំងអស់គឺផ្ដើមឡើងដោយវិន័យបើយើងចង់ជោគជ័យគឺត្រូវចាប់ផ្ដើមដោយមានវិន័យមានក្រិតក្រមសំបីតែធ្វើដំណើរតាមផ្លូវក៏ត្រូវតែមានវិន័យឆ្វេងឆ្ដាំដែរទៅគឺត្រូវស្ដាំមកគឺត្រូវឆ្វេងអាហ្នឹងប្រទេសយើងប្រកាន់ស្ដាំបើប្រទេសគេប្រកាន់ឆ្វេងគឺគេទៅខាងឆ្វេងមកខាងស្ដាំអាហ្នឹងគឺលក្ខណៈអញ្ចឹងគេហៅថាវិន័យបើអត់មានវិន័យទេការងារមិនមានប្រសិទ្ធភាពឡើយហើយវិន័យក៏វាមានទំហំតូចទំហំធំផងដែរឃើញទេហើយតែតួងជាមួយនឹងហេតុផលដែលខ្ញុំមិនងាយយកប្រព័ន្ធគឺដោយសារតែជាប់វិន័យជីវិតនេះខ្ញុំបានកំណត់វិន័យនៅក្នុងជីវិតខ្ញុំថាបើខ្ញុំមិនទាន់ជោគជ័យនៅអ្វីដែលខ្ញុំចង់បានទេខ្ញុំមិនអាចយកប្រព័ន្ធឡើយប៉ុន្តែពេលនេះគឺខ្ញុំអាចយកប្រព័ន្ធបានឃើញទេព្រោះខ្ញុំធ្វើកិច្ចការដែលខ្ញុំចង់ធ្វើនឹងបានសម្រេចហើយជំហានទី1ដែលខ្ញុំចង់ធ្វើគឺខ្លាយទៅជាអ្នកនិពន្ធភាពយន្តហើយគឺខ្ញុំបានសម្រេចតាំងតែពីឆ្នាំ2012ណា2012ខ្ញុំបានខ្លាយទៅជាអ្នកនិពន្ធភាពយន្តពិតប្រាកដហើយអញ្ចឹងអានោះខ្ញុំរួចពីនៃជីវិតទី1ហើយប៉ុន្តែពីឆ្នាំ2012មក2024នេះទៅខ្ញុំរួចនៅវិន័យជីវិតមួយទៀតគឺបង្កើតនៅសិភៅអរិយប្រទេសធ្វើជារូបមន្តនិងមេគាសម្រាប់កសាងប្រទេសខ្មែរយើងឲ្យคล้ายទៅជាអរិយប្រទេសដូចជាប្រទេសជឿនលឿននៅក្នុងโลกអញ្ចឹងដូចជាប្រទេសអាមេរិកប្រទេសអង់គ្លេសប្រទេសបារាំងប្រទេសអាល្លឺម៉ង់
ប្រទេសគេជឿនលឿនសបោសបាយរុងរឿងជាងយើងឆ្ងាយណាស់ជាងយើងឆ្ងាយណាស់ណាប្រាក់ខែគេគ្រាន់តែប្រាក់ខែកម្មករកសិកម្មហ្នឹងក៏$2000 $3000ដែរណាកុំថាឡើយដល់សមត្ថភាពជាអ្នកនិពន្ធជាវិស្វករជាសាស្ត្រាចារ្យប្រាក់ខែគេរាប់ពាន់រាប់ម៉ឺនណាគេធ្វើការតែមួយថ្ងៃស្ទើរតែចាយបានមួយឆ្នាំចំណែកឯស្រុកយើងធ្វើការមួយថ្ងៃចាយមិនចង់គ្រប់ទេនេះគឺជាលក្ខណៈខុសគ្នាដែលយើងត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីអរិយប្រទេស